Ban nhà nhà sôm group nên chỉ số bộ máy bóng phồn ở khía vừa tập lập một sa chỉ thay mấy cho mình cao bị phiền đầm lại hàng trên nhưประจำ ngày ông kia tỷ đọc khai mỹ thôn này cho nên bị bom ở phải pram cho những thiên tha hàng trên miคือមានបំរែបំរួលខ្លាំងក្នុងរយៈពេលចុងក្រោយនេះដោយបងប្អូនបានទទួលជ្រាបហើយដោយសារតែបញ្ហាពាក់ព័ន្ធជាមួយនឹងភូមិសាស្ត្រនយោបាយផងបញ្ហាសង្គ្រាមពាណិជ្ជកម្មផងទើបធ្វើឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងចង់ដឹងថាតើនៅក្នុងថ្ងៃនេះតម្លៃហាងឆេងមាសនឹងមានបំរែបំរួលបែបណាខ្លះហើយតំបន់ណាខ្លះដែលយើងអាចធ្វើការទិញលក់យកប្រាក់ចំណេញបានតើបងប្អូនយើងចូលទៅមើលការវិភាគទាំងអស់គ្នាបាទតើបងប្អូនឥឡូវយើងមកវិភាគហាងឆេងមាសចាប់ពីបកគោរយៈពេលមួយថ្ងៃទៅមុនសម្រាប់បកគោរយៈពេលមួយថ្ងៃនេះបើសិនជាយើងមើលបច្ចុប្បន្ននេះនៅទំនោរឡើងដដែលហើយបើសិនជាបងប្អូនមកមើល candlestick កាលពីម្សិលមិញណាម្សិលមិញគឺចាប់ផ្ដើមបិទនៅបកគោពណ៌បៃតងហើយបន្ទាប់ពីវាបានប៉ះមកប៉ះ structure របស់វានៅខាងខមនេះអញ្ចឹងតម្លៃមាសនៅក្នុងថ្ងៃនេះខ្ញុំនៅតែមើលឃើញពីការកើនឡើងទៅលើបន្តទៀតដោយសារលើនេះយើងឃើញថាមានកម្លាំងទិញឡើងមកហើយចឹងបកគោប្រចាំថ្ងៃយើងអាចធ្វើការទិញបានឥឡូវយើងចូលទៅមើលបកគោរយៈពេល4ម៉ោងចឹងសម្រាប់បកគោរយៈពេល4ម៉ោងដូចខ្ញុំបានជំរាបបងប្អូនកាលពីម្សិលមិញអញ្ចឹងវាមកប៉ះ trend line ហើយវានឹងឡើងមកវិញអញ្ចឹងវាបានប៉ះឥឡូវវាបានឡើងមកវិញខ្លះហើយចឹងថ្ងៃនេះប្រហែលជាអាចនឹងឡើងមកបន្តឬក៏អាចនឹងចុះមកខាងខមបន្តិចហើយនឹងឡើងមកវិញបន្តអញ្ចឹងទៅចឹងបកគោ4ម៉ោងហើយនៅបកគោប្រចាំថ្ងៃយើងនៅមើលឃើញដូចគ្នាមើលឃើញពីការកើនឡើងឥឡូវយើងចូលមើលបកគោរយៈពេល1ម៉ោងវិញអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនដែរពាក់ព័ន្ធជាមួយនឹងហាងឆេងមាសនៅក្នុងថ្ងៃនេះបើសិនជាវាបំបែកអាកម្រិតខ្ពស់ទី1នេះនៅតម្លៃ$3,340ក្នុងមួយអោនឬក៏ប្រមាណជា$4,024ក្នុងមួយតលឹងហ្នឹងវានឹងបន្តកើនឡើងទៅលើបន្ថែមទៀតមានន័យថាបំបែកអាកម្រិតខ្ពស់ខាងលើហ្នឹងមាសនឹងបន្តកើនឡើងមកលើអាចមកខ្ទង់$3,400ក្នុងមួយអោនវិញផ្ទុយទៅវិញបើសិនជាវាអត់បំបែកទេវាឡើងមកបំបែកទេវានឹងចុះទៅខមវិញចុះមកខាងខមនេះដូចខ្ញុំបញ្ជាក់ជូនបងប្អូនអញ្ចឹងមាសបើសិនជាវាអត់បំបែកខាងខមនេះទេវាប្រកាសជាលេងនៅក្នុងចន្លោះរ៉េងហ្នឹងហើយបកាជាចន្លោះជួញដូរខ្លីរបស់វានៅក្នុងហ្នឹងប៉ុន្តែបើសិនជាវាបំបែកអាកម្រិតទាបនឹងទៅខមវិញអញ្ចឹងទិសដៅបន្តរបស់វាយើងមកមើលកម្រិតទាបទី2របស់វានៅកម្រិតប្រមាណ$3,270ក្នុងមួយអោនឬក៏ប្រមាណ$3,939ក្នុងមួយតម្លឹងអញ្ចឹងអាចនឹងមកលេងនៅខាងខមនេះវិញហើយនៅមកលេងខាងខមនេះវិញបើសិនជាវាបំបែកកម្រិត$3,290ណាអញ្ចឹងវាអាចមកលេងខាងខមជាពិសេសអាចនឹងទៅកម្រិត$3,240បើគាត់ជាតលឹងខ្ទង់$3,900ក្នុងមួយតលឹងអូខេអញ្ចឹងសម្រាប់មាសនៅក្នុងថ្ងៃនេះខ្ញុំមើលឃើញពីភាពវិជ្ជមានអាចនឹងមានការកើនឡើងបន្តទៅលើទៀតជាពិសេសបើយើងមើលតាមបកគោប្រចាំថ្ងៃហើយនៅបកគោរយៈពេល4ម៉ោងប៉ុន្តែយ៉ាងណាមិញខ្ញុំឲ្យបងប្អូនប្រយ័ត្នដែរពាក់ព័ន្ធជាមួយនឹងព័ត៌មានទៅលើកិច្ចចរចាពាណិជ្ជកម្មរវាងចិនហើយនិងសហរដ្ឋអាមេរិកយើងឃើញថាកាលពីយប់មិញនេះគឺកិច្ចចរចាមានភាពល្អប្រសើរប៉ុន្តែគេអត់ទាន់បានបញ្ចប់ទេគេនឹងបន្តរហូតដល់នៅក្នុងថ្ងៃអង្គារនឹងដូចគ្នាអញ្ចឹងកិច្ចចរចានេះយើងនៅចាំមើលបន្ថែមបើសិនជាមានអីប្រែប្រួលមានអីផ្លាស់ប្ដូរណាមួយអញ្ចឹងទៅវាអាចជះឥទ្ធិពលដល់ទីផ្សារឆេងមាសរបស់យើងដែរហ្នឹងគឺទៅលើការចរចាពាណិជ្ជកម្មរវាងចិនហើយនិងសហរដ្ឋអាមេរិកហើយបើកលេចទៅមើលបញ្ហាភូមិសាស្ត្រនយោបាយវិញបច្ចុប្បន្ននេះគឺកាន់តែតានតឹងទៅហើយរវាងរុស្ស៊ីហើយនិងអ៊ុយក្រែនជាងបញ្ហាសង្គ្រាមនេះគឺខ្ញុំគិតថាអាចនឹងជះឥទ្ធិពលជាផ្សេងអាចនឹងជះឥទ្ធិពលខ្លាំងទៀតទៅលើហាងឆេងមាសរបស់យើងបងប្អូនជួយដូរយើងតាមដានព័ត៌មានទាំងអស់គ្នាព្រោះហាងឆេងមាសដោយបងប្អូនបានទទួលជ្រាបហើយវាប្រែប្រួលគឺដោយសារព័ត៌មានគ្រាមពាណិជ្ជកម្មហើយនឹងសង្គ្រាមភូមិសាស្ត្រនយោបាយនឹងឯងអញ្ចឹងបើសិនជាមានអីប្រែប្រួលខ្ញុំនឹងអាប់ដេតបងប្អូននៅក្នុងក្រុមរបស់យើងអញ្ចឹងសម្រាប់ការវិភាគរបស់ខ្ញុំនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយយើងរងចាំជួបគ្នានៅថ្ងៃស្អែកជាថ្មីម្ដងទៀតបាទសម្រាប់បងប្អូនដែលចង់បើកគណនីជួញដូរឬក៏ចង់សិក្សាស្វែងយល់ពីការជួញដូរហាងឆេងមាសប្រាក់ប្រេងឆៅនិងរូបិយប័ណ្ណអន្តរជាតិបងប្អូនអាចតាក់ទងមកកាន់ភ្នាក់ងាររបស់ក្រុមហ៊ុន BIC Market ណាមួយឬក៏បងប្អូនអាចតាក់ទងមកខ្ញុំបាទផ្ទាល់តាមរយៈលេខទូរស័ព្ទដែលមាននៅក្នុង caption អញ្ចឹងខ្ញុំបាទសូមអរគុណសូមគោរពលា